នេះគឺជារបៀប loop ច្រឡំរបៀប loop នេះគឺជារបៀប fake admin មែន fake admin នេះគឺយើងប្រើបានគ្រប់ server ហើយនេះគឺជាសំណងពោគ្នាយើងដែរគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូហ្នឹងអានេះគឺខ្ញុំនៅ server ផ្សេងទេមិនមែន server របស់ខ្លួនឯងទេអានេះគឺ server ដឹងថា server ជនជាតិអីទេតែ server PVP នេះគ្នាអញ្ចឹងឥឡូវយើងមកតេស្តមុខងារ fake admin និងយកឲ្យធំបានអញ្ចឹងណាឥឡូវយើងចុចកន្លែង hack 0នេះទៅហើយអ្នកគឺនឹងឃើញពាក្យម៉ៃនេះចុចពាក្យម៉ៃហ្នឹងទៅឃើញពាក្យ fake admin ដែរហើយយើងចុចពាក្យ fake admin ហ្នឹងទៅគឺអ្នកគ្នានឹងចេញកន្សោឡើយនេះកន្សោនេះគឺយើងអាចប្រើបានតែពីរមុខទេទី1គឺ upload ខ្លួនឯងនិង upload សត្វហើយនឹងយក item នេះយកប៉ុណ្ណឹងបានតែប៉ុណ្្នឹងទៅអត់មានអីក្រៅពីហ្នឹងទេហ្នឹង fake admin ហ្នឹងអូខេអញ្ចឹងអានេះកន្លែងមួយទៀតដែលយើងអាចយក item បានដែរចឹងឥឡូវយើងចុចលើhot zoom ហ្នឹងមកហើយយើងយកពាក្យម៉ៃហើយអ្នកនរគ្នាកន្លែងមកកន្លែងនេះគេដាក់ថា Peel អញ្ចឹងក្នុងនេះគេមាន item 100 item គ្រប់ប្រភេទតែអ្នកនរគ្នាអាចធ្វើការ spawn បានឥឡូវខ្ញុំដាក់ collect here យើងទៅ spawn មកគឺវានឹងបានមួយតែបើសិនជាគេដាក់ stack គឺវានឹងបានជាលក្ខណៈមួយ stack វា200អូខេនេះហើយដល់ពេលយើងចង់បានច្រើនវា spawn វាចេះមកដាក់មួយ stack ធំមកបបមកហើយអញ្ចឹងគឺspawn ឲ្យធំបានចង់ spawn នេះក៏បានដែរយើងប្រើតែ fake admin ហើយនឹង spawn ឲ្យធំហ្នឹងទៅគឺថាអែមហើយអ្នកនេះតាម spawn ឲ្យធំ spawn នេះគឺស្រួលយើងយកខ្លួនឯងអញ្ចឹងណា